របបរ៉បដែលត្រូវបានក្រុមហ៊ុនសបពនាថា Construcción Aeronáutica CASA នៅស្ប៉ាញ់បង្កើតឡើងដើម្បីធ្វើដំណើរទឹកចិត្តនិងដឹកជញ្ជូនធនធានក្នុងបរិបទនៃអាកាសយានដ្ឋានខ្សែខ្លី ATOL វល់មានសមត្ថភាពចំណេញសម្រាប់ដំណើរការនៅលើរង្វង់អាកាសដែលខ្លីនិងមិនបានរៀបចំយ៉ាងល្អរៃក៏ខ្សែដោយសារតែរចនាសម្ព័ន្ធយន្តហោះមានបន្ទះបង្ហោះក្រោយពីរ៉ែមនិងសរហាងដឹកទំនិញធំក្នុងទម្រង់មួយចំនួនវាអាចជួលដឹកជញ្ជូនអ្នកភៀកគីទៅ18នាក់ឬដឹកទំនិញសរុបប្រមាណ2.000 គីឡូក្រាមវាមានបច្ចេកទេសដូចជាប្រវែងប្រហែល 16.15 ម៉ែត្រជើងឈាមខ្យល់ Wingspan ប្រហែល 20.28 ម៉ែត្រសម្រាប់ទីស៊េរី300កត្តាចម្បងមួយវាបានបង្កើតឡើងក្នុងចំណោមឆ្លួសសម្រាប់ទីផ្សារយោធានិងស៊ីវិលទាំងអស់ដោយសារតែសមត្ថភាពទម្លាក់បារាំងអាតនិងដំណើរការពីទីលានដែលមិនបានរៀបចំត្រឹមត្រូវវាសមសម្រាប់អាកាសយានដ្ឋានកម្រិតក្នុងបរិបទជួយសង្គមស្ទាបជនតហេតុថរចនាសង្គ្រោះបន្ទាន់និងដឹកជញ្ជូនរហ័សសង្ខេបដូចជាមានបន្ទះបង្ហោះខាងក្រោយសម្រាប់ដឹកទំនិញឬទម្លាក់បារាំងអសុតទាញយកចេញពីកងដាប់សម្បកដីកខ្សែឬទីលានដែលមិនស្គាល់ប្រើប្រាស់បានសម្រាប់ជាច្រើនភាពដូចជាដឹកជញ្ជូនទាហានទម្លាក់បារាំងអសុតអាវុធទ្វេដងនិងស៊ើបអង្កេតបាទអ្នកចង់ខ្ញុំពឹងអាចបកប្រែបន្ថែមជាភាសាខ្មែរឬស្វែងយល់លម្អិតពីវ៉ារីយ៉ងស៊ី1212ស៊េរី100លើ200 300លើ400របស់យន្តហោះនេះបានយើងចាប់ផតាមឬទេ